បាទសួស្តីពុកម៉ែបងប្អូនបាទចូលឆ្នាំហើយបាទហើយឥឡូវទី10របស់យើងចូលស្តុបហើយពុកម៉ែបងប្អូនបាទចូលស្តុបហើយមានតិចទេពុកម៉ែបងប្អូនបាទមានតិចទេដោយសារខ្ញុំក៏មកមិនសូវច្រើនទេប្រភេទទី10ហ្នឹងពុកម៉ែបងប្អូនបាទហើយអានេះជាប្រភេទ IC ធំបាទជាប្រភេទ IC ធំទី10មានប្រភេទ IC ទូចនិងប្រភេទ IC ធំពុកម៉ែបងប្អូនបាទនេះ IC វានេះបាទមានមួយសេរីទៀតគឺ IC វាមកកណាត់អាហ្នឹងទេបាទតែនេះគឺប្រភេទ IC ធំណាពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនខ្លះគាត់តែងតែសួរខ្ញុំថាបងឌី10ឬថា120វ៉ាត់តែដល់ពេលដាក់បាសទៅវាលឺរៀងតិចបាទឬតិចតើវាមិនដែរបាទសម្រាប់វ៉ាត់ដែលគេដាក់ពុកម៉ែបងប្អូនបាទគឺពី30ដល់120វ៉ាត់បាទមានន័យថាទាបបំផុត30វ៉ាត់និងខ្ពស់បំផុត120វ៉ាត់ហើយបើសិនជាពុកម៉ែបងប្អូនប្រើឧបលោធម្មតាប្រភេទឧបលោយើង8អូមពុកម៉ែបងប្អូនដាក់ឧបលោមួយ8អូមមានន័យថាឌី10វាអស់បានតែ60វ៉ាត់ទេបាទ60វ៉ាត់ទេអញ្ចឹង120វ៉ាត់ហ្នឹងបើសិនជាយើងចង់បានបាត់120វ៉ាត់តែយើងគូតបែបណាបាទបើសិនជាពុកម៉ែបងប្អូនចង់បាន120វ៉ាត់ទី1ពុកម៉ែបងប្អូនអាចប្រើភ្លើងរត់បាទប្រើភ្លើងរត់នេះដូចនេះបាទដូចនេះបាទទី1បើប្រើភ្លើងអាគុយត្រូវតែចិត្ត20វ៉ុលឬក៏20វ៉ុលអីទើបវាអាចបាន120វ៉ាត់ពុកម៉ែបងប្អូនបាទដោយសារអីបើសិនជា12វ៉ុលវាអត់បានទេដោយសារអីភ្លើងវាអត់ខ្ពស់ពុកម៉ែបងប្អូនភ្លើងវាអត់ខ្ពស់អញ្ចឹងវ៉ាត់វាធ្លាក់ទៅតាមហ្នឹងបាទទី2បាទទី2ពុកម៉ែបងប្អូនត្រូវតយក4អូមបាទមានឧបលោ4អូមដាក់ទៅគឺវាធ្វើការដល់120វ៉ាត់ហើយបាទដល់ភ្លើងរត់ឧបលោ4អូមគឺដឹងតែ120វ៉ាត់ហ្មងពុកម៉ែបងប្អូនបាទគឺអូខេត្រឹម120វ៉ាត់អញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនប្រើឧបលោ8អូមកុំឆ្ងល់បាទកុំឆ្ងល់គឺវាបានតែ60វ៉ាត់ទេពុកម៉ែបងប្អូនបាទ60វ៉ាត់ហើយឌី10នេះគឺខ្ញុំប្រាប់ត្រង់ពុកម៉ែបងប្អូនបាទជាមួយខ្ញុំគឺនិយាយទៅខ្ញុំចូលចិត្តនិយាយអ្វីដែលត្រង់អញ្ចឹងពុកម៉ែបងប្អូនបាទនេះបើសិនជាពុកម៉ែបងប្អូនប្រើឧបលោ8អូមគឺ60វ៉ាត់បាទហើយតម្លៃរបស់វាគឺ55000ពុកម៉ែបងប្អូនណា55000ដល់សារខ្ញុំលក់ចោះតម្លៃកាលមុនគឺខ្ញុំលក់60000បាទតែឥឡូវគឺចូលឆ្នាំរួចហើយបាទចូលឆ្នាំរួចហើយតែការមុនចូលឆ្នាំនោះខ្ញុំប្រម៉ូសិនបាទតម្លៃហ្នឹងឲ្យខ្ញុំព្រីសេវាទៀតតែឥឡូវអត់ព្រីសេវាទេពុកម៉ែបងប្អូនបាទ55000ហ្នឹងសេវាបើនៅពេញ6000តែតាមខេត្តគឺ8000បាទអាចច្រៀងបានបាទអាចច្រៀងបានអាចតមកក្រៅក៏បានដែរបាទតែចង់តប្រាប់ខ្ញុំកែឲ្យហើយអានេះពុកម៉ែបងប្អូនតែទៅសួរអានេះបាទអានេះអាចដាក់ក្បាលមីក្រូហ្វូនលឺទេដាក់លឺពុកម៉ែបងប្អូនបាទហ្នឹងគ្រាន់ថាច្រៀងវាកើតអាមិនបានជើកើតបាទអានេះពេលយើងដាក់ក្បាលមីក្រូហ្វូនទៅវាលឺតែក្បាលមីក្រូហ្វូនហ្នឹងទៅយើងចុចអានេះបាទចុចអានេះផ្ដាច់ Bluetooth ឲ្យទៅជា line in យើងដាក់ក្បាលមីក្រូហ្វូនចឹងអាដូចតូចហ្នឹង 3.5 មីលីម៉ែត្រហ្នឹងទៅលឺហើយតែវាលើទៅយើងនិយាយនឹងពុកម៉ែបងប្អូនយកចម្រៀងពីណាបាទលើកលែងតែពុកម៉ែបងប្អូនមានប្រភេទក្បាលមីក្រូហ្វូនដែលប្រើ Bluetooth បាទដែលប្រើ Bluetooth អញ្ចឹងបើសិនជាពុកម៉ែបងប្អូនប្រើក្បាលមីក្រូហ្វូនដែលមាន Bluetooth ពុកម៉ែបងប្អូនចុចឲ្យវាលើ line in ទៅបាទហើយរួចហើយដោតក្បាលមីក្រូហ្វូនដែលមាន Bluetooth ផងហើយនឹងអាចច្រៀងបានផងពុកម៉ែបងប្អូនជួប Bluetooth ពីក្បាលពីដុំក្បាលមីក្រូហ្វូននោះទៅគឺអាចច្រៀងបានអាចច្រៀងបានអញ្ចឹងពុកម៉ែបងប្អូនបាទកុំមានចង្អល់អីបាទកុំមានចង្អល់អីគឺអាហ្នឹងគឺអាចដោតលឺដូចគ្នាគ្រាន់ថាបើសិនជាពុកម៉ែបងប្អូនប្រើក្បាលមីក្រូហ្វូនធម្មតាវាលឺទៅយើងនិយាយវាអត់អាចយកចម្រៀងដាក់ចូលទៅច្រៀងបានដោយសារអីនៅពេលដែលយើងប្រើរន្ធនេះផ្ដាច់ Bluetooth ចេញពី D10 នេះហើយអញ្ចឹងតើពុកម៉ែបងប្អូនប្រើ Bluetooth តាមរន្ធនេះបាទតាមរន្ធនេះបើពុកម៉ែបងប្អូនប្រើ Bluetooth តាមរន្ធនេះអាចច្រៀងបានបាទអាចច្រៀងបានអញ្ចឹងបើទៅវែងឆ្ងាយចឹងដែរយើងដោតតែនេះតែមកទៅប្រើ Bluetooth ពី D10 មកទៅវាអូខេអញ្ចឹងពុកម៉ែបងប្អូនបាទគ្រាន់ថាយើងខាងអេឡិចត្រូនិកបើយើងដឹងច្រើនក៏វាល្អដែរយើងប្រើជារឿងរបស់យើងតែយើងដឹងបន្ថែមក៏ល្អដែរបាទអញ្ចឹងសម្រាប់ D10 នេះគឺបញ្ជាក់ម្ដងទៀតគឺតម្លៃ55000អត់ព្រីសេវាដឹកទេបងប្អូនបាទអាចទៅតាមខ្ញុំបានតាមលេខទូរស័ព្ទបាទ097932 32បាទ096 729ដើម07 076 26 56 244បាទហើយលេខទាំង3ខ្សែគឺសុទ្ធតែមាន Telegram បាទអរគុណជំរាបលា